ធួនគាត់គឺជាមនុស្សម្នាក់ដែលរស់នៅតែម្នាក់ឯងក្នុងភូមិតូចមួយក្នុងខេត្តប៉ៃលិនហើយធួននេះទៀតសោតគាត់មានអាយុ56ឆ្នាំហើយរាល់ថ្ងៃធួនគាត់គ្មានប្រពន្ធកូននោះទេហើយធួនគាត់ក៏ជាអតីតទាហានខ្មែរក្រហមផងដែរហើយបើនិយាយទៅធួនគាត់មិនមែនជាមនុស្សធម្មតានោះទេគាត់ក៏ជាអ្នកចេះនៅរបៀបមន្តអាគមដ៏ខ្លាំងពូកែម្នាក់ផងដែរត្បិតតែធួនគាត់រស់នៅម្នាក់ឯងពិតមែនប៉ុន្តែផ្ទះរបស់គាត់មិនដែលស្កាត់មនុស្សនោះទេនេះក៏ដោយសារតែអ្នកភូមិទីនេះនិងអ្នកភូមិចិត្តឆ្ងាយឯទៀតតែងតែមករកគាត់ឲ្យជាបាលជំងឺផ្សេងឬក៏អ្នកភូមិទាំងអស់នោះត្រូវបានខ្មោចព្រាយចូលសន្ធិដ្ឋនិងត្រូវអំពើអំព័ន្ធអ្វីនោះក៏គាត់តែងតែជួយដោះដល់អ្នកភូមិជានិច្ចប៉ុន្តែធួននេះគាត់មិនមែនជាមនុស្សល្អប៉ុន្មាននោះទេព្រោះថាអំពើស្មោកគ្រោកដូចជាដាក់ស្នេហ៍អ្វីនោះក៏គាត់ព្រមទទួលធ្វើដែរឲ្យតែអ្នកទាំងអស់នោះព្រមឲ្យលុយកាក់មកកាន់គាត់ជាហេតុនេះហើយទើបធ្វើឲ្យធួនតែងតែទទួលរងការផ្សេងផ្សាយពីសំណាក់គ្រូដតីឯទៀតប៉ុន្តែអ្នកទាំងអស់នោះមិនអាចយកឈ្នះនៅធួនបាននោះទេដោយមានអ្នកខ្លះឈួតនឹងបាត់បង់សតិហើយអ្នកខ្លះទៀតក៏ឈានទៅដល់បាត់បង់ជីវិតពេលដែលព្យាយាមចាញ់ចោលមកកាន់គាត់ជាហេតុនេះហើយទើបធ្វើឲ្យធួនល្បីពីភូមិមួយទៅភូមិមួយពីសមត្ថភាពរបស់គាត់នៅវេលាថ្ងៃមួយពេលដើមធួនគាត់កំពុងតែអង្គុយនៅខាងមុខផ្ទះរបស់គាត់នោះក៏ស្រាប់តែមានបរិសុទ្ធ3នាក់បានដើរចូលមកក្នុងផ្ទះរបស់គាត់ដែលមើលទៅម្នាក់ក្នុងចំណោមពួកគេនោះក៏ដូចជាអ្នកមានទ្រព្យធនច្រើនអញ្ចឹងឯងពេលដែលពួកគេនិយាយជាមួយធួននោះមើលទៅពួកគេក៏ដូចជាមកពឹងពោឲ្យធួនជួយនៅរឿងអ្វីមួយបើលោកគ្រូអាចជូនពួកខ្ញុំទៅរកវាបាននោះពួកយើងនឹងសោយសុខពេញមួយជីវិតជាមិនខានមែនហើយលោកគ្រូខ្ញុំឮថាទីនោះមានកំណប់បុរាណដ៏មហាសាលហើយនេះក៏ជាឱកាសល្អសម្រាប់លោកគ្រូដែរព្រោះថាផែនទីកំណប់នោះគឺលោកតាការរបស់ខ្ញុំមានហើយនៅពេលដែលពួកគេនិយាយតាក់ទងទៅនឹងកំណប់ក្នុងព្រៃដែលពោពេញទៅដោយអាថ័ន្តនោះធួនគាត់មិនបានភ្ញាក់ផ្អើលអ្វីនោះទេគាត់ក៏បានត្រឹមតែញញឹមហើយតបទៅអ្នកទាំង3នោះវិញថាមិនអីទេខ្ញុំនឹងទៅជាមួយអ្នកទាំងអស់គ្នាប៉ុន្តែពួកយើងត្រូវទៅរកមនុស្សម្នាក់ជាមុនសិនបើគេព្រមជួយយើងនោះយើងនឹងមិនពិបាកក្នុងការចូលទៅកាន់តំបន់ព្រៃអាគមមួយនោះទេល្អណាស់លោកគ្រូមិនអីទេស្រេចទៅលោកគ្រូចុះហើយខ្ញុំជឿថាមានតែលោកគ្រូទេដែលមានសមត្ថភាពដោះនៅអាថ័ន្តព្រៃនោះព្រោះថាបើលើតាមគេនិយាយតគ្នានោះតំបន់ព្រៃនោះមិនមែនជាព្រៃធម្មតាទេគឺវាពោពេញទៅដោយអាថ័ន្តបើមនុស្សធម្មតាដូចពួកយើងនោះមិនអាចចូលទៅក្នុងព្រៃនោះបានទេពេលដែលនិយាយព្រមព្រៀងគ្នារួចរាល់ហើយនោះពួកគាត់ក៏បានត្រឡប់ទៅកាន់ផ្ទះរបស់ពួកគាត់វិញដើម្បីរៀបចំខ្លួនក្នុងការធ្វើដំណើរទៅផ្ទះមនុស្សម្នាក់ដែលធួនបាននិយាយនោះលុះដល់ស្អែកឡើងពួកគេក៏បានត្រឡប់មកវិញទទួលធួនពេលនោះថៅកែច័ន្ទគាត់បានឲ្យកូនចៅរបស់គាត់2នាក់ជាអ្នកបរទេះជូនពួកគាត់ទៅតែម្ដងហើយថៅកែច័ន្ទនេះគាត់គឺជាអ្នកមានទ្រព្យធនម្នាក់និងជាអ្នកមានមុខមាត់ក្នុងជួរមន្ត្រីរាជការផងដែរហើយអាធួននេះឯងមិនទាន់លាក់មកកំណត់នេះចោលទៀតអីកាលនោះឯងនឹងអញវិតែអស់ជីវិតនៅទីនោះទៅហើយពីមុនផ្សេងឥឡូវផ្សេងបើពួកយើងទៅម្ដងនេះអញជឿថាពួកយើងនឹងបានសម្រេចជាមិនខានគ្រាន់តែថៅកែច័ន្ទនិងកូនចៅរបស់គាត់បានស្ដាប់ឮធួននិយាយជាមួយសម្ដេចរបស់គាត់បែបនេះទើបគាត់បានដឹងថាធួនគឺគាត់ស្គាល់កន្លែងនោះច្បាស់ជាងពួកគាត់ទៅទៀតដូច្នេះហើយពេលនេះគាត់ក៏លែងស្គាល់ហើយថាហេតុអ្វីបានជាពេលដែលគាត់និយាយពាក្យពាន់ទៅនឹងកំណប់បុរាណនៅក្នុងព្រៃអាថ័ន្តនោះគឺធួនហាក់បីដូចជានឹងមានការភ្ញាក់ផ្អើលអ្វីសោះប៉ុន្តែនេះក៏ជារឿងល្អដែលធ្វើឲ្យពួកគាត់ជឿជាក់ថា
កំណប់បុរាណដែលធ្លាប់តែឮគេនិយាយតៗគ្នានោះវាពិតជាមានពិតប្រាកដមែន ណាខេងឯងនឹងអញជាសម្បាញ់ស្ដាប់រស់នឹងគ្នាយូរមកហើយតើឯងដាច់ចិត្តមិនជួយអញក៏ដែរមិនមែនយើងមិនចង់ជួយឯងទេតែនេះក៏ព្រោះតែវាមិនមែនជារបស់យើងហើយបើយើងចង់បានវាក៏មិនស្រួលនោះដែរ ដោយហេតុតែអំធួនគាត់ឃើញអំខេងរៀងរាដូចនេះគាត់ក៏បានជាមិនទោះបញ្ចូលទៅកាន់អំខេងដោយហេតុតែអំខេងគាត់មិនដាច់ចិត្តនឹងការវករបស់អំធួនគាត់ក៏បានសម្រេចចិត្តយល់ព្រមជូនពួកគាត់ទៅហើយការធ្វើដំណើរមួយនេះគឺពួកគាត់ត្រូវចំណាយពេល3យប់3ថ្ងៃទើបទៅដល់ព្រៃនោះជាហេតុនេះហើយទើបពួកគាត់ត្រូវត្រៀមរបស់ណាដែលចាំបាច់ប៉ុណ្ណោះព្រោះថាបើពួកគាត់យករបស់ដែលមិនទៅចាំបាច់ទៅតាមខ្លួននោះគឺវាអាចធ្វើឲ្យពួកគាត់ខុនខ្លួនពិបាកក្នុងការធ្វើដំណើរតែប៉ុណ្ណោះចំណែកឯម្ហូបអាហារហូបចុកពួកគាត់មិនសូវជាខ្វល់ខ្វាយនោះឡើយព្រោះថានៅសម័យនោះនៅក្នុងព្រៃគឺសម្បូរសត្វព្រៃខ្លាំងណាស់ដែលធ្វើឲ្យពួកគាត់ងាយស្រួលក្នុងការបរបាញ់ធ្វើជាអាហារចំអែតក្រពះពេលដែលពួកគាត់ធ្វើដំណើរអស់រយៈពេល3ថ្ងៃហើយនោះពួកគាត់ក៏បានចូលទៅដល់តំបន់ព្រៃជ្រៅមួយដែលកម្រមានមនុស្សចូលទៅដល់ខ្លាំងណាស់ហើយមើលទៅទីនោះក៏មានកោសម្ព័ន្ធមួយកំពុងរស់នៅទីនោះផងដែរពេលដែលបានទៅដល់កោសម្ព័ន្ធនោះយើងឃើញថាផ្ទះរបស់ពួកគេក៏មានលក្ខណៈតូចៗដែលធ្វើអំពីឫស្សីហើយអ្វីដែលកាន់តែពិសេសនោះគឺផ្ទះរបស់ពួកគេគឺស្ថិតនៅលើដើមឈើខ្ពស់ៗខ្លាំងណាស់ពេលដែលពួកគាត់ឈរសម្លឹងទៅកាន់ផ្ទះរបស់កោសម្ព័ន្ធនោះក៏ស្រាប់តែពេលនោះមានបរិសុទ្ធ3នាក់បានដើរសំដៅមកកាន់ពួកគាត់ដែលមើលទៅបរិសុទ្ធម្នាក់នៅកណ្ដាលនោះគឺហាក់បីដូចជាមេកន្ទ្រីនៃកោសម្ព័ន្ធនេះដូច្នេះឯងពេលនោះអ៊ំខេងគាត់បានដើរទៅនិយាយជាមួយពួកគេហើយនេះគឺជាមូលហេតុដែលអ៊ំធួននឹងបកទៅកាន់អ៊ំខេងឲ្យព្រមជូនពួកគាត់មកនេះក៏ដោយសារតែអ៊ំខេងគាត់ចេះនិយាយភាសារបស់កោសម្ព័ន្ធមួយនេះហើយមេកន្ទ្រីនៅទីនេះក៏ជាអ្នកស្គាល់ជាមួយអ៊ំខេងផងដែរតែបើចំពោះមនុស្សណាដែលចម្លែកចូលមកដល់ក្នុងតំបន់ព្រៃពួកគេនោះអាចនឹងមានគ្រោះថ្នាក់ដោយសារពួកគេជាមិនខានពេលដែលអ៊ំខេងនិយាយសំណេះសំណាលជាមួយមេកន្ទ្រីនោះរួចមកពួកគេក៏ព្រមឲ្យពួកគាត់ទាំង5ចូលទៅខាងក្នុងដោយហេតុតែមើលទៅមេឃថ្ងៃជិតលិចហើយនោះយប់នេះពួកគាត់ក៏សម្រាកនៅកោសម្ព័ន្ធនេះតែម្ដងហើយយប់នោះមេកន្ទ្រីនោះគេក៏បានអាំងសត្វជ្រូកព្រៃមួយក្បាលដើម្បីទទួលពួកគាត់ហើយអង្គុយនិយាយសំណេះសំណាលគ្នាដោយអ៊ំខេងគាត់ជាអ្នកបកប្រែឲ្យអ្នកទាំង4ស្ដាប់ហើយពេលដែលនិយាយដល់រឿងកំណប់ព្រៃក្នុងតំបន់ព្រៃអាថ័ន្តនោះមេកន្ទ្រីនោះគេបានហាមពួកគាត់ឲ្យចូលទៅជាដាច់ខាតត្បិតតែវេលាកន្លងទៅ30ឆ្នាំពិតមែនតែនៅទីនោះក៏មិនទាន់បានសាបរលាបនោះទេ
ហើយពេលនោះមេកន្ត្រីម្នាក់នោះគេក៏បាននិយាយពាក់ព័ន្ធទៅនឹងស្ដេចពស់អ្នកតាដែលជាអ្នកការពារនៅតំបន់ព្រៃនោះផងដែរប៉ុន្តែទោះបីជាមេកន្ត្រីនោះបានហាមពួកគាត់យ៉ាងណាក៏ដោយក៏ពួកគាត់បានបោះបង់ក្នុងបំណងចូលទៅក្នុងតំបន់ព្រៃអាថ័ន្តនោះទេលុះដល់ស្អែកព្រឹកឡើងពួកគេក៏បានចាកចេញពីកសម្ព័ន្ធមួយនោះហើយធ្វើដំណើរសំដៅទៅកាន់តំបន់ព្រៃអាថ័ន្តមួយនោះផងដែរពេលដែលពួកគេធ្វើដំណើរកាត់ព្រៃធំអស់មួយសន្ទុះធំនោះមកពួកគេក៏មានអារម្មណ៍ថាបានចូលមកដល់ព្រៃជ្រៅហើយព្រោះថាស្ថានភាពនៅក្នុងព្រៃនេះចុះអាប់ហើយត្រជាក់យ៉ាងខ្លាំងខុសពីព្រៃធម្មតានៅពេលដែលពួកគាត់កំពុងធ្វើដំណើរនោះក៏ស្រាប់តែពួកគាត់បានចាប់អារម្មណ៍ថាគឺពួកគាត់ដើរមកដល់ចំណុចដដែលតែប៉ុណ្ណោះណែអ្នកទាំងអស់គ្នានេះយើងបានដើរវិលមកកន្លែងដដែលទៅតើនេះបញ្ជាក់ថាព្រៃនៅខាងមុខនេះគឺមិនចង់ឲ្យយើងដើរចូលនោះទេនេះបញ្ជាក់ថាយើងបានមកដល់កន្លែងហើយតើយើងធ្វើយ៉ាងម៉េចទៀតទៅលោកគ្រូពេលនោះអ៊ំធួនគាត់ក៏បានសូត្រសែតនៅមន្តអាគមគាថារបស់គាត់ដើម្បីដោះអាថ័ន្តដែលគេចងនៅក្នុងព្រៃនេះឥឡូវពួកយើងបានមកដល់តំបន់ព្រៃអាថ័ន្តនេះហើយប៉ុន្តែមើលទៅមេឃក៏រៀងថ្ងៃចិត្តលិចហើយដែរពួកយើងយប់នេះសម្រាប់នៅទីនេះហើយហេតុអីទៅលោកគ្រូមិនក៏ពួកយើងមិនឆាប់ចូលទៅយកកំណប់នោះទៅមើលទៅថ្ងៃវាចិត្តលិចហើយបើពួកយើងចូលទៅក្នុងព្រៃអាថ័ន្តនេះទាំងយប់វាមិនល្អសម្រាប់ពួកយើងនោះទេហើយមួយទៀតហាមដាច់ខាតមិនត្រូវសម្លាប់សត្វនៅតំបន់ព្រៃនេះទេនិយាយរួចពួកគេក៏បានរៀបចំកន្លែងសម្រាប់នៅទីនោះដល់ពេលនោះពួកគេក៏បានបង្កាត់ភ្លើងដើម្បីដេញមូសនិងដើម្បីបំភ្លឺដល់ពួកគេស្រួលមើលគ្នាទៅវិញទៅមកនៅពេលយប់ហើយអ្វីដែលពិសេសនោះគឺដើម្បីជួយការពារពួកគេពីសត្វព្រៃសាហាវមួយចំនួនផងដែរហើយពេលនោះអ៊ំធួនគាត់ក៏បានយកដីក្តាប់ទៅនឹងដៃហើយសូត្រដល់មន្តគាថារបស់គាត់រួចបាចដីទៅកាន់បរិវេណដែលពួកគាត់សម្រាប់នោះធ្វើបែបនេះគឺដើម្បីការពារពួកគេពីពពួកខ្មោចព្រៃនិងព្រាយបិសាចមិនឲ្យចូលមកយាយីពេលដែលពួកគេសម្រាននៅក្នុងព្រៃនេះបន្ទាប់ពីរៀបចំកន្លែងសម្រាប់រួចរាល់ហើយនោះអ៊ំធួនគាត់ក៏បានប្រាស់ខ្នងផ្អែកទៅនឹងដើមឈើសម្រានលងលក់នៅពេលនោះតែម្ដងនេះក៏ដោយសារតែពួកគាត់ជាមនុស្សចាស់ហើយត្រូវធ្វើដំណើរវែងឆ្ងាយអស់កម្លាំងខ្លាំងពេកពេលនោះគាត់ក៏បានដេកលក់មុនពួកគេទៅពេលនោះកណ្ដាលរាត្រីនៅក្នុងព្រៃក៏ឮសំឡេងសត្វយំចម្លែកពេញតែព្រៃហើយខ្យល់ត្រជាក់ក្នុងព្រៃក៏បក់ល្វើយពេញតែព្រៃគួរឲ្យខ្លាចផងដែរពេលនោះ
អមធួនព្រមទាំងអមខេងហើយនឹងថកែចាន់ពួកគាត់ក៏បានសម្រានរងលក់ទៅចំណែកផៃហើយនឹងវឿនគឺពួកគេមិនទាន់សម្រាននោះទេពេលនោះពួកគេគឺអង្គុយនៅមុខភ្លើងដើម្បីយាមមើលថាក្រែងលោពេលយកមានរឿងអ្វីចម្លែកបានកើតឡើងគឺពួកគេបានដឹងមុនប៉ុន្តែពេលនោះថកែចាន់គាត់មិនបានដេកនោះទេដល់ពេលនោះគាត់ក៏មានកំណត់ចូលទៅក្នុងប្រយាឋាននោះដើម្បីប្រមូលយកទ្រព្យសម្បត្តិតែម្នាក់ឯងតែប៉ុណ្ណោះពេលនោះថកែចាន់គាត់ក៏បានដើរទៅប្រាប់កូនចៅរបស់គាត់ទាំងពីរហើយពួកគាត់លបលួចចូលទៅក្នុងប្រយាឋាននោះដោយមិនឲ្យអ៊ំធួននិងអ៊ំខេងបានដឹងនោះទេចាំបន្តិចទៅលោកថកែខ្ញុំបាត់ជើងទុយបន្តិចសិនឆាប់ឲ្យរឿងឡើងទៅពិតជាខាត់ពេលមែនចង្រៃយកធ្វើយើងភ័យដុសប្រលឹងអស់លេងវិញណាអភ័យនេះឯងមិនចាំសម្ដីលោកគ្រូធួនតាប់ទេអីថាមិនឲ្យសម្លាប់សត្វនៅព្រៃនេះទេអើយវាមិនទៅស្អីទេត្រឹមកូនពោះតូចមួយនោះណែអាពីរនាក់ឯងនៅប្រកែកហ៊ានដល់ពេលណាទៀតឆាប់ប្រញាប់ទៅមួយរំពេចនោះក៏ស្រាប់តែមានពស់មួយក្បាលយ៉ាងធំសម្បើមលេចរូបរាងនៅពីមុខរបស់ពួកគេតែម្ដងនេះតើវាជាពស់ស្អីទៅលោកតកែធំណាស់ទេនោះពួកគេក៏បានបាញ់ទៅកាន់ពស់មួយក្បាលនោះជាច្រើនគ្រាប់ធ្វើឲ្យសម្លេងកំភ្លើងលាន់រំពងពេញព្រៃតែម្ដងពេលនោះសម្លេងកំភ្លើងប៉ើលអស់សត្វធ្វើធំនៅក្នុងព្រៃនោះតែពេលនោះទោះបីជាពួកគេព្យាយាមបាញ់យ៉ាងណាក៏ដោយក៏មើលទៅគ្រាប់កំភ្លើងនោះមិនអាចចំនួនស្បែកនៅពស់មួយក្បាលនោះបានទេអាខេងចាប់ក្រោកឡើងលឿនមកអំបញ្ញមិញបានឮសម្លេងកំភ្លើងហើយមិនឃើញពួកគេទាំង3នៅទីនេះទេពួកគេប្រកាសចេញចូលទៅមុនយើងហើយពួកនេះវាចង់ងាប់ហើយពេលនោះពស់មួយក្បាលនោះក៏បានបាត់ស្រមោលភ្លាមតែម្ដងតែអ្វីដែលចម្លែកនោះហើយគេក៏បានបាត់ខ្លួនព្រមគ្នាទៅជាមួយពស់នោះផងដែរតើបាត់អភ័យហើយអំបញ្ញមិញពស់នៅទីនេះតែឥឡូវបាត់ទាំងពស់បាត់ទាំងអភ័យទៅយើងទៅធ្វើយ៉ាងម៉េចទៅលោកកែមានគិតយ៉ាងម៉េចទៀតឆាប់បន្តដំណើរទៅមុខទៀតទៅយើងដើរមកដល់ត្រឹមនេះហើយឯងចង់ទៅវិញយ៉ាងម៉េចហើយអាពស់នោះវាច្បាស់ជាពស់អ្នកតានៅទីនេះវាប្រកាសជាចាប់អភ័យទៅហើយពេលនោះអ្នកទាំងពីរក៏នៅតែបន្តធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ចូលទៅក្នុងព្រៃអាថ័នមួយនោះពេលដែលពួកគាត់ធ្វើដំណើរយ៉ាងយូរក៏សមដែរនោះពួកគាត់ក៏បានទៅដល់ចំណុចកណ្ដាលនៃព្រៃអាថ័នមួយនោះស្រាប់តែពេលនោះពួកគេក៏បានឃើញនូវរូបរាងប្រាសាទដ៏ធំអស្ចារ្យដែលលាក់ខ្លួននៅក្នុងព្រៃមិនដឹងតាំងពីពេលណានោះមកទេមើលទៅប្រាសាទមួយនេះប្រកាសជាមានអាយុកាលមិនក្រោម 1000 ឆ្នាំនោះទេ
ពុទ្ធអើយពិតជាមិនគួរជឿមែនថាវាមានប្រាសាទដ៏ធំអស្ចារ្យលាក់ខ្លួនក្នុងព្រៃនេះមើលទៅប្រាសាទនេះមិនដឹងជាសាងសង់តាំងពីប្រមាណពាន់ឆ្នាំមកទេពិតជាគួរស្ងើសរសើរណាស់បុព្វបុរសខ្មែរយើងបើដូច្នេះមែនកំណត់ដែលគេតែនិយាយតគ្នានោះពិតជាមានពិតមែនហើយលោកតាកែមែនហើយមើលទៅកំណត់ដែលគេតែនិយាយតគ្នានោះពិតជាលាក់នៅក្នុងប្រាសាទនេះហើយតោះយើងឆាប់ចូលទៅពេលនោះអ្នកទាំងពីរមិនបានមកងយូរនោះទេពួកគេក៏បានដើរចូលទៅកាន់បរិវេណនៃប្រាសាទមួយនោះប៉ុន្តែពេលដែលពួកគេបានដើរទៅដល់នោះក្នុងប្រាសាទនោះក៏ស្រាប់តែមានសម្លេងមនុស្សសើចហើយសួរមកកាន់ពួកគេថាតើពួកឯងជាអ្នកណាបានហ៊ានចូលមកដល់តំបន់ប្រាសាទនេះយើងដឹងថាពួកមនុស្សរបស់ឯងនេះមកទីនេះមិនដែលមានបំណងល្អនោះទេបន្ទាប់ពីសម្លេងនោះបានបាត់ទៅវិញពេលនោះក៏ស្រាប់តែមានសត្វខ្លាមួយគូដ៏ធំសម្បើមបានដើរមកកាន់ពួកគេដែលមើលទៅសត្វខ្លានោះគឺមិនដូចជាសត្វខ្លាធម្មតាទូទៅនោះទេពេលនោះវឿនគេក៏បានបាញ់រះទៅកាន់សត្វខ្លាទាំងពីរក្បាលនោះចំណែកថកែចាន់ឯនេះវិញគាត់ក៏បានសូត្រឲ្យមុនគេថាបង្កើតបានសត្វខ្លាមួយក្បាលចូលទៅប្រយុទ្ធនឹងសត្វខ្លាទាំងពីរនោះនេះបញ្ជាក់ថាថកែចាន់គាត់មិនមានដំឡូងមូលនោះទេគឺគាត់ក៏ចេះនៅមុនគេថាផងដែរប៉ុន្តែគ្រាន់តែគាត់មិនព្រមបញ្ចេញប៉ុណ្ណោះពេលដែលសត្វខ្លារបស់ថកែចាន់បានចេញមកភ្លាមវាក៏បានស្ទុះរត់ទៅខំជាមួយខ្លាទាំងពីរក្បាលនោះតែម្ដងប៉ុន្តែមើលទៅការប្រយុទ្ធរវាងសត្វខ្លាទាំងពីរក្បាលនោះហើយនឹងសត្វខ្លារបស់ថកែចាន់មើលទៅមិនបានយូរនោះទេព្រោះថាអំណាចនៃសត្វខ្លាទាំងពីរក្បាលនោះវាពិតជាអស្ចារ្យខ្លាំងណាស់គ្រាន់តែសត្វអាគមដែលជាសត្វខ្លារបស់ថកែចាន់ស្ទុះចូលទៅដល់ភ្លាមវាក៏ត្រូវបានសត្វខ្លាទាំងពីរនោះខំអរលីខ្លាចទៅជាផ្សែងខ្មៅបាត់ទៅពេលនោះពិតជាធ្វើឲ្យថកែចាន់គាត់ពិតជាបាបជាផ្អើលខ្លាំងណាស់ព្រោះថាសត្វខ្លាគុំរបស់គាត់ដ៏ខ្លាំងក្លាមួយនោះក៏ត្រូវបានសត្វខ្លាទាំងពីរនោះខំរំលាយត្រឹមតែមួយប្រពេចភ្នែកតែប៉ុណ្ណោះជួយផងលោកគ្រូអាខ្លាមួយគូនេះវាមិនមែនធម្មតាទេហើយកូនចៅរបស់ខ្ញុំម្នាក់ត្រូវបានបាត់ខ្លួនភ្លាមខ្ញុំគិតថាប្រហែលជាសត្វអ្នកតានៅទីនេះវាបានចាប់បាត់ទៅហើយនេះហើយជាមូលហេតុដែលមិនស្ដាប់យើងខ្ញុំដឹងខ្លួនខុសហើយលោកគ្រូកុំតន់គិតរឿងនឹងអីឆាប់កម្ចាត់វាសិនទៅខណៈពេលនោះគ្រាន់តែអ៊ំធួនគាត់បានសម្លឹងមើលទៅកាន់សត្វខ្លាទាំងពីរក្បាលនោះភ្លាមគាត់ក៏បានដឹងថាសត្វខ្លាទាំងពីរក្បាលនេះគឺវាមិនមែនជាសត្វខ្លាធម្មតានោះទេគ្រាន់តែមើលទៅដឹងថាសត្វខ្លានេះគឺមានអំណាចខ្លាំងណាស់យ៉ាងមិនដែរធួនទៅរួចល្អមើលទៅមិនធម្មតាទេតែមិនអីទេមានតែសាក់មើលសិនហើយពេលនោះអ៊ំធួនគាត់ក៏បានយកដៃរបស់គាត់លោកចូលទៅក្នុងថង់យាមហើយបានទាញយករូបសូនដែលជារូបក្របីពណ៌ខ្មៅក្រឹបចេញមកពេលនោះគាត់ក៏បានបោះរូបសូនដែលជារូបក្របីនោះទៅលើដីហើយបន្ទាប់មកគាត់ក៏បានសូត្រសែបនៅមុនអាគមគាថារបស់គាត់រំពេចនោះផ្សែងពណ៌ខ្មៅក៏បានចេញពីរូបរាងក្របីសូនមួយនោះពេលនោះរូបសូនដែលជារូបក្របីពណ៌ខ្មៅនោះក៏ស្រាប់តែប្រែក្លាយទៅជាសត្វក្របីមួយក្បាលយ៉ាងធំសម្បើមដែលមើលទៅសត្វក្របីនេះវាគឺជាសត្វក្របីអាគមដ៏ខ្លាំងក្លារបស់អ៊ំធួននោះឯងគ្រាន់តែសត្វក្របីនោះបានចេញមកភ្លាមវាក៏បានស្ទុះទៅប្រយុទ្ធនឹងសត្វខ្លាទាំងពីរក្បាលនោះពេលនោះសម្លេងសម្ដែងរបស់សត្វខ្លាទាំងគូនោះព្រមទាំងសម្លេងរបស់ក្របីអាគមក៏បានលាន់រំពងពេញតែប្រាសាទមួយនោះ
ចំណែកពេលនោះអ៊ំខេងគាត់ក៏បានសូត្រផ្លុំនៅមុនគាថាទៅកាន់កំភ្លើងរបស់គាត់ដែលកំភ្លើងរបស់គាត់នោះគឺមាននៅក្របអាគមរួចស្រេចទៅហើយពេលនោះអ៊ំខេងគាត់ក៏បានបាញ់រះទៅកាន់សត្វខ្លាទាំងគូនោះជាច្រើនគ្រាប់ប៉ុន្តែខណៈនោះមើលទៅក្របីរបស់អ៊ំទួនមិនអាចទប់ទល់នឹងសត្វខ្លាទាំងគូនោះបានទេហើយក៏កំភ្លើងដែលបញ្ចុះពោពេញទៅដោយមន្តអាគមរបស់អ៊ំខេងក៏មិនអាចចំលុះនៅស្បែកសត្វខ្លាទាំងពីរនោះបានដែរពេលនោះអ៊ំទួនគាត់ក៏បានសម្រេចចិត្តបញ្ចេញនឹងសត្វដំរីរបស់គាត់ដែលសត្វដំរីដ៏ខ្លាំងក្លាមួយនេះវាគឺជាសត្វអាគមចុងក្រោយរបស់អ៊ំទួនទៅហើយពេលដែលដំរីនឹងចេញមកភ្លាមវាក៏បានស្ទុះទៅប្រយុទ្ធជាមួយនឹងសត្វខ្លានោះទៀតហើយមើលទៅសត្វដំរីព្រមទាំងក្របីអាគមរបស់អ៊ំទួនវាហាក់បីដូចជាខ្លាំងក្លាមិនធម្មតានោះដែរព្រោះថាពេលនោះពួកវាទាំងពីរបានប្រយុទ្ធជាមួយសត្វខ្លាទាំងគូនោះបានមួយសន្ទុះមើលទៅសត្វទាំង4នេះប្រយុទ្ធគ្នាមិនមានអ្នកណាឈ្នះចាញ់ទេប៉ុន្តែខណៈពេលនោះរឿងរ៉ាវដ៏នឹកស្មានមិនដល់ក៏ស្រាប់តែបានកើតឡើងគឺថាពេលនោះក៏ស្រាប់តែលេចរូបរាងសត្វពស់ដ៏ធំសម្បើមចេញមកពីម្ខាងប្រាសាទចំណាស់មួយនោះហើយនេះគឺសត្វពស់អ្នកតាដែលជាម្ចាស់ការពារព្រៃនៅទីនេះដែលក៏សម្ព័ន្ធបាននិយាយប្រាប់ពួកគេឯងគ្រាន់តែសត្វពស់នោះបានចេញមកភ្លាមសត្វពស់ដ៏ធំសម្បើមមួយនោះវាក៏បានព្រុសពឹសដែលពោពេញទៅដោយភ្លើងទៅកាន់ក្របីអាគមព្រមទាំងដំរីអាគមរបស់អ៊ំទួនគ្រាន់តែក្របីអាគមនិងដំរីអាគមនោះបានត្រូវពឹសនោះភ្លាមវាក៏ស្រាប់តែរលាយបាត់ភ្លាមតែម្ដងហើយពេលនោះពស់នោះក៏បានរលាយទៅវិញបាត់ទៅចំណែកដែលរឿងដែលកាន់តែចំណែកនោះពេលនោះអ្នកទាំង4ក៏ស្រាប់តែជាប់ចំណងជុំវិញខ្លួនតែម្ដងពួកមនុស្សអស់ឯងនេះពិតជាអាក្រក់ណាស់តែងតែលោភលន់ចង់បាននៅអ្វីដែលមិនមែនជារបស់ពួកឯងហើយពួកឯងហ៊ានបំពេញជីវិតអ្នកដទៃដោយសារតែការលោភលន់ចង់មានចង់បានហួសហេតុរបស់ពួកឯងហើយពេលនេះពួកឯងបានសម្រេចហើយយើងនឹងឲ្យពួកឯងខ្លាយទៅជាខ្មោចដេកយាមទ្រព្យសម្បត្តិនៅក្នុងប្រាសាទនេះជារៀងរហូត